bảo tua bay tha sang cái ta ra đi ngay về bật đây tại khi ông chăm bách trơn đi gì tại đó chung này pa nhà ha tẹt tòng năng cả đọt sải tam prom đại rương này cứ chia rương đồng bông một phật Rigerat tapi bal Cambodia bancak lang wing tha Panyaha Promdanត្រូវដោះស្រាយតាមការចរចាសន្តិភាពដោយមិនប្រើប្រាស់កម្លាំងដោះស្រាយបញ្ហាការប្រើប្រាស់កម្លាំងធ្វើតែក្នុងករណីការពារខ្លួនការពារទឹកដីតែប៉ុណ្ណោះនេះជាគោលការណ៍ដែលមិនប្រែប្រួលរបស់រាជរដ្ឋាភិបាលកម្ពុជាដោះស្រាយបញ្ហាតាមរយៈការចរចាដោយសន្តិភាពមិនប្រើប្រាស់កម្លាំងដោះស្រាយបញ្ហាហើយការប្រើប្រាស់កម្លាំងចាប់បង្ខំឲ្យយើងធ្វើនៅក្នុងពេលដែលគេឈ្លានពានយើងតែប៉ុណ្ណោះក្នុងគោលដៅនេះយើងមិនចូលដីគេតែមិនអនុញ្ញាតឲ្យគេចូលដីយើងខ្ញុំសូមបញ្ជាក់រថក្រោះរថពាសដែកកំភ្លើងគ្រប់ប្រភេទមិនមែនយកឲ្យអស់លោកតាំងពីព្រោះទេយកអស់លោកវាយខ្មាំងតែវាយខ្មាំងក្នុងតែទឹកដីកម្ពុជាតែប៉ុណ្ណោះមិនឲ្យវាយគេក្នុងដីរបស់គេអញ្ចឹងទេបានឧត្តមសេនីយ៍ជាតារាឧត្តមសេនីយ៍ត្រីដឹកនៅពេលវារៀបផ្ទុះអាវុធ$15 2008ថ្ងៃ3មេសា2009ខ្ញុំសួរថាខ្មាំងវាបាញ់ក្របអីមកហេតុអ្វីបានខ្ញុំសួរអញ្ចឹងចម្លើយនៅទីនេះដើម្បីខ្ញុំប៉ាន់ប្រមាណបានថាទ្រង់ទ្រាយសង្គ្រាមមានកម្រិតប៉ុណ្ណាយ៉ាងទៅខ្ញុំចង់ដឹងនៅខាងភាគីសត្រូវហៅថាសត្រូវតែគេវាយយើងមិនដែលមិនទេវាខ្មាំងបាញ់កំភ្លើងទុនអីមកលើយើងដើម្បីខ្ញុំកម្រិតបទវិជានៃការវាយព្រោះអាកំភ្លើង BM21 បាញ់បាន40គីឡូម៉ែត្រដែលចេញម្ដង40គ្រាប់យើងមិនទាន់បាញ់បានមួយគ្រាប់ណាទេតាំងពីវាឡើងមកឈរជើងនៅទីនេះព្រោះកម្រិតនោះវាជាការប៉ះទង្គិចដោយកងទ័ពឈ្លានពានទ្រង់តែយកអញ្ចឹងទេបានជាក្រោយមកបានអារម្មណ៍សេរីជាតារាបានយល់រឿងដែលខ្ញុំសួរមុនគេសុវត្ថិភាពកងទ័ពរបស់យើងហើយតើខ្មាំងបាញ់កំភ្លើងទុនអីនេះដើម្បីបញ្ជាក់ថាខ្ញុំចង់ដឹងទ្រង់ទ្រាយនៃសង្គ្រាមនេះតើវាចេញបែបផែននៃកម្រិតណាបើកម្រិតរដ្ឋាភិបាលបញ្ជាពីលើកម្រិតអគ្គវិជាការទ័ពបញ្ជាយើងត្រូវទប់ទល់នឹងវាយបកដោយអាវុធណាចំណុចសំខាន់គឺនៅកន្លែងនេះជាផ្នែកមួយនៃអត្ថកម្បាំងទ័ពតែខ្ញុំក៏គួរបញ្ជាក់ជូនអស់លោកនៅថ្ងៃនេះដោយសារនីតិហ៊ានត្រង់ជាច្រើនសុទ្ធតែបានដឹងថាខ្ញុំតែងតែសួរថាខ្មាំងបាញ់អាវុធអីមកលើយើងដើម្បីកំណត់ថា BM21 ត្រូវបាញ់ទៅវិញឬមិនបាញ់100លីត្រូវបាញ់ឬមិនបាញ់130ត្រូវបាញ់ឬមិនបាញ់ហើយត្រូវប្រើប្រតិបត្តិការតែមួយមុខព្រួញឬច្រើនមុខព្រួញប្រើច្រើនកងពលឬមួយកងពលនេះគឺកម្រិតនៃវិធីបញ្ជាតប៉ុន្តែយើងអត់ចង់បាននៅការហូរឈាមណាមួយមិនថាខ្មែរមិនថាថៃទេយើងចង់បានសន្តិភាពយើងចង់បានមិត្តភាពនិងសហប្រតិបត្តិការតែប៉ុណ្ណោះដោយក្នុងគោលដៅជាយុទ្ធសាស្ត្ររបស់យើងដែលចង់ប្រែក្លាយព្រំដែននៃប្រទេសជិតខាងឲ្យទៅជាព្រំដែនសន្តិភាពមិត្តភាពនិងសហប្រតិបត្តិការ